ជំរាបសួរពុកម៉ែអ៊ំពូមីងអូនណែនសង្ឃឹមថាពុកម៉ែអ៊ំពូមីងនិងក្រុមគ្រួសារទាំងអស់កំពុងស្ថិតក្នុងទីទួលសុវត្ថិភាពនិងមានសុខភាពល្អដោយដែលយើងបានដឹងហើយថាភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសកំពុងបង្កឲ្យមានការគំរាមកំហែងពីទឹកជំនន់គោលការណ៍ណែនាំស្ដីពីសុខភាពនិងសុវត្ថិភាពទើបតែត្រូវបានផ្សព្វផ្សាយហើយអូនណែនចង់ចែករំលែកព័ត៌មាននេះភ្លាមៗដើម្បីជួយពុកម៉ែអ៊ំពូមីងទាំងអស់គ្នាការពារសុខភាពគ្រួសារនិងផ្ទះសម្បែងយើងនឹងបែងចែកការណែនាំនេះជា3ដំណាក់កាលងាយៗមុនពេលក្នុងពេលនិងក្រោយពេលទឹកជំនន់ដំណាក់កាលទី1ការត្រៀមលក្ខណៈមុនពេលទឹកជំនន់ជាដំបូងប្រសិនបើទឹកមិនទាន់ឡើងដល់តំបន់របស់ពុកម៉ែអ៊ំពូមីងទេការត្រៀមខ្លួនគឺជារឿងសំខាន់បំផុតនេះជាអ្វីដែលត្រូវធ្វើឥឡូវនេះស្តុកទុកស្បៀងអាហារត្រូវត្រៀមអាហារដែលមានអនាម័យទឹកស្អាតសម្រាប់ពិសានិងថ្នាំសង្កូវចាំបាច់នានារកមើលទីទួលសុវត្ថិភាពត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំនិងកំណត់រកមើលទីទួលមានសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ពុកម៉ែអ៊ំពូមីងរៀបចំបង្គន់អនាម័យបើអាចធ្វើបានគួររៀបចំបង្គន់ឲ្យបានខ្ពស់ដើម្បីបង្ការកុំឲ្យទឹកជំនន់ហ៊ាននាំមេរោគចូលក្នុងបរិវេណរស់នៅការពារជនងាយរងគ្រោះត្រូវប្រាកដថាពុកម៉ែអ៊ំពូមីងមានការរៀបចំសម្ភារៈជំនួយដូចជាឈើច្រត់ឬរទេះរុញនិងថ្នាំសង្កូវជាស្រេចសម្រាប់សមាជិកគ្រួសារវ័យចំណាស់កុមារនិងជនមានពិការភាពដំណាក់កាលទី2ការការពារខ្លួនក្នុងអំឡុងពេលទឹកជំនន់ចុះប្រសិនបើទឹកជំនន់បានមកដល់មុខផ្ទះពុកម៉ែអ៊ំពូមីងទៅហើយតើធ្វើយ៉ាងម៉េចទៅនេះជាការណែនាំសុខភាពនិងសុវត្ថិភាពជាក់លាក់ដែលគប្បីត្រូវអនុវត្តសុវត្ថិភាពទឹកនិងចំណីអាហារដាច់ខាតកុំពិសាទឹកឆៅត្រូវពិសាទឹកឆ្អិនដើម្បីបង្ការជំងឺរាគរូសធ្ងន់ធ្ងរនិងការពុលចំណីអាហារត្រូវលាងបន្លែផ្លែឈើឲ្យបានស្អាតនិងចម្អិនអាហារឲ្យបានឆ្អិនល្អការការពារពីមូសខាំទឹកជំនន់នាំមកនឹងទឹកដក់ដែលជាប្រភពបង្កាត់ពូជមូសត្រូវគេងក្នុងមុងជានិច្ចទាំងយប់ទាំងថ្ងៃដើម្បីការពារខ្លួនពីជំងឺគ្រុនឈាមគ្រុនចាញ់និងគ្រុនឈីកអនាម័យខ្លួនប្រាណត្រូវងូតទឹកសម្អាតខ្លួននិងសាប៊ូឲ្យបានស្អាតដើម្បីបង្ការជំងឺសើស្បែកពងបែកនិងកមរមាស់គ្រោះថ្នាក់ផ្នែករូបរាងកាយជៀសវាងការទៅជិតអគារចាស់ៗឬទ្រុឌទ្រោមព្រោះវាអាចបាក់ស្រុតគ្រប់ពេលហើយដាច់ខាតកុំប៉ះពាល់ឧបករណ៍អគ្គិសនីដោយដៃសើមឬពេលកំពុងឈរក្នុងទឹកសុខភាពមាតាប្រសិនបើមានស្ត្រីមានផ្ទៃពោះក្នុងគ្រួសារគួរជូនគាត់ទៅស្នាក់នៅជិតមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុតនៅពេលជិតដល់ថ្ងៃសម្រាលនិងកុំរំលងការទៅពិនិត្យផ្ទៃពោះតាមការណាត់ត្រូវនាំកុមារទៅចាក់វ៉ាក់សាំងបង្ការតាមកាលកំណត់សត្វសាហាវនិងការធ្វើដំណើរត្រូវប្រុងប្រយ័ត្នសត្វអាសិរពិសដូចជាពស់ដែលហូរតាមទឹកត្រូវស្លៀកខោជើងវែងនិងពាក់ស្បែកជើងកវែងពេលដើរយប់ហើយពិនិត្យមើលគំនរអុសឲ្យបានច្បាស់លាស់ប្រសិនបើត្រូវធ្វើដំណើរតាមទូកកុំផ្ទុកមនុស្សឬអីវ៉ាន់លើសចំណុះត្រូវពាក់អាវពោងជានិច្ចនិងត្រូវមានភ្លើងបំភ្លឺឲ្យបានច្បាស់លាស់នៅពេលយប់ដំណាក់កាលទី3ការស្ដារឡើងវិញក្រោយពេលទឹកជំនន់ជាចុងក្រោយនៅពេលដែលទឹកចាប់ផ្ដើមស្រកទៅវិញគ្រោះថ្នាក់ក៏មិនទាន់អស់ទាំងស្រុងដែរមុនពេលត្រឡប់ចូលទៅរស់នៅក្នុងផ្ទះវិញត្រូវពិនិត្យមើលរចនាសម្ព័ន្ធផ្ទះក្រែងមានការបាក់ស្រុតត្រូវបោសសម្អាតក្នុងផ្ទះនិងជុំវិញផ្ទះភ្លាមដើម្បីកុំឲ្យមានទឹកដក់ដែលនាំឲ្យមានមូសខ្លាបង្កាត់ពូជសម្អាតអណ្ដូងទឹកឡើងវិញឲ្យបានស្អាតល្អមុននឹងយកទឹកមកប្រើប្រាស់និងត្រូវប្រាកដថាបង្គន់ត្រូវបានជួសជុលនិងមានសុវត្ថិភាពក្នុងការប្រើប្រាស់ឡើងវិញម្យ៉ាងទៀតសត្វពស់ចូលចិត្តសម្ងំលាក់ខ្លួនតាមកំណកំទេចកំទីស្ងួតដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបោសសម្អាតសូមជួយចែករំលែកព័ត៌មានទាំងនេះទៅកាន់អ្នកជិតខាងមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ពុកម៉ែអ៊ំពូមីងផងការចូលរួមអនុវត្តតាមការណែនាំទាំងនេះនឹងជួយការពារអាយុជីវិតរបស់យើងនិងរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាពសូមរក្សាសុវត្ថិភាពជៀសផុតពីគ្រោះថ្នាក់ទាំងអស់គ្នា First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន